ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញឈួរតែខ្ញុំទៅបេះផ្កាពណ៌លឿងហើយនិងផ្កាពណ៌សអានេះផ្កាពណ៌សធ្វើឈួរធ្វើបានច្រើនទៀតណាធ្វើបាននឹង5កែវអានេះផ្កាពណ៌សចង់ដឹងជាមើលរសជាតិមិនដែរហើយខ្ញុំដាក់ថងអញ្ចឹងដើម្បីកុំឲ្យវាឆេះណាព្រោះវាត្រូវទឹកអំបិលទៅខ្លាចវាឆេះដល់ពេលនេះផ្កាពណ៌លឿងនិយាយទៅខ្ញុំថាបេះមិនតិចតែស្រាប់តែជក់ដៃបេះឥឡូវអើយនឹង2កែវហើយ2កែវហ្នឹងក្នុងផ្ទះហ្នឹងមានតែខ្ញុំម្នាក់ឯងដែលញ៉ាំក្រៅពីហ្នឹងអត់មានណាគេញ៉ាំផងហើយនឹងច្រើនដល់ពេលលាងទឹកលាងនេះហើយដាក់សម្រស់ឲ្យវាស្អាតអីហើយបានយើងដាក់ចូលក្នុងកឡមើលទៅច្រើនដល់ហើយចេះសំណាងក្នុងផ្ទះសាប៊ូកឡដល់ពេលអញ្ចឹងចេះដាក់វាទៅចាំមើលសាកលបងមើលឆ្ងាញ់អត់ពួកអីឃើញបងគាត់នៅស្រុកក្រៅគាត់ធ្វើតំណងមែនតើជក់មកមានអញ្ចឹងឃើញមហូបនឹងហ្មងឃ្លានដល់ឃ្លានសួរខាងគ្រួសារខ្ញុំទៅដល់ពេលរួចអញ្ចឹងទៅគាត់ក៏នាំទៅកាច់យកមកធ្វើជ្រក់ច្រើនណាបងប្អូនអើយហើយញ៉ាំម្នាក់ឯង